រឿង4យ៉ាងដែលខ្ញុំនឹងធ្វើបើសិនជាអាចត្រឡប់ទៅអាយុ18ឆ្នាំវិញបានទី1ឈប់ចង់បានចំណាប់អារម្មណ៍ពីអ្នកដទៃកាលពីមុនខ្ញុំខ្វល់ពីអ្នកដទៃច្រើនមែនទែនរឿងរបស់ខ្ញុំគឺតែងតែផ្លាស់ប្ដូរទៅតាមមនុស្សដែលខ្ញុំនៅជាមួយព្រោះតែខ្ញុំចង់ឲ្យគេចូលចិត្តព្រោះតែខ្ញុំចង់បានចំណាប់អារម្មណ៍របស់គេខ្ញុំចង់តែងខ្លួនឲ្យលយចង់ប្រើរបស់ថ្លៃៗចង់ឲ្យគេសរសើរចង់អួតចង់សម្ញៃពេលហ្នឹងគឺខ្ញុំគិតថាវាគឺជារឿងដែលត្រូវធ្វើតែតាមការពិតទៅវាគឺជាកំហុសដ៏ធំមួយយូរទៅគឺធ្វើអីមួយធ្វើដើម្បីតាក់ទាញចំណាប់អារម្មណ៍អ្នកដទៃមិនមែនធ្វើដើម្បីខ្លួនឯងទេយូរទៅសូម្បីតែខ្លួនឯងក៏លែងស្គាល់ខ្លួនឯងដែរទី2ចេញធ្វើការឲ្យគេកាលពីមុនខ្ញុំធ្លាប់គិតថានៅពេលដែលយើងធំទៅយើងប្រកាសជាមានបទពិសោធន៍ហើយចាំទីទៀតចាំចេញទៅធ្វើការក៏មិនអីដែរអញ្ចឹងខ្ញុំអត់ធ្វើអីទេគឺខ្ញុំគិតតែសប្បាយបើសិនជាអាចត្រឡប់ទៅក្រោយវិញបានខ្ញុំនឹងចេញទៅធ្វើការឲ្យគេឲ្យបានលឿនជាងនឹងធ្វើអីក៏ខ្ញុំអាចធ្វើបានដែរមិនថាទៅតុកកាទៀវមិនថាធ្វើនៅហាងកាហ្វេក៏ខ្ញុំធ្វើដែរហើយធ្វើហ្នឹងគឺមិនមែនដើម្បីតែលុយទេប៉ុន្តែដើម្បីបទពិសោធន៍និងមេរៀនជីវិតធ្វើការឲ្យគេវាបង្រៀនយើងឲ្យក្លាយទៅជាមនុស្សធំបង្រៀនពីការដោះស្រាយបញ្ហាបង្រៀនអំពីការធ្វើការជាមួយអ្នកដទៃហើយអ្វីដែលសំខាន់គឺវាបង្រៀនយើងអំពីទំនួលខុសត្រូវទី3រៀនអំពីលុយមិនថានៅផ្ទះឬក៏នៅសាលាកុំថាឡើយមានគេបង្រៀនយើងសូម្បីតែគេនិយាយអំពីលុយក៏មិនសូវមានដែរអញ្ចឹងវាប្រកាសណាស់ថាមនុស្សភាគច្រើនមិនសូវមានចំណេះដឹងអំពីលុយទេចំណេះដឹងហ្នឹងមានអីខ្លះមានដូចជាការសន្សំការចំណាយឲ្យតិចជាងចំណូលរៀនពីបំណុលរៀនពីការរៀបចំទុកដាក់ចាត់ចែងឲ្យបានត្រឹមត្រូវឬក៏រៀបចំកញ្ចប់ចំណាយជាដើមលុយគួរតែជាមេរៀនគួរតែជាជំនាញក្នុងជីវិតដែលយើងត្រូវតែរៀនតាំងពីតូចចាប់ដើមកាន់តែលឿនគឺកាន់តែល្អនៅពេលដែលយើងយល់ដឹងអំពីលុយគឺយើងចេះចាត់ចែងទុកដាក់វាបានល្អគឺយើងមានជម្រើសច្រើនគឺយើងអត់ stress ហើយអ្វីដែលសំខាន់គឺយើងអាចសម្រេចចិត្តបានល្អបានត្រឹមត្រូវទី4ការរើសមិត្តភ័ក្តិគេថាបើយើងចង់ស្គាល់មនុស្សម្នាក់យើងគួរតែមើលមិត្តភ័ក្តិគេទៅបើមិត្តភ័ក្តិរបស់គេគឺជាបណ្ឌិតភាគច្រើនម្នាក់ហ្នឹងក៏ជាបណ្ឌិតដែរបើមិត្តភ័ក្តិរបស់គេគឺជាមនុស្សមិនសូវល្អនោះភាគច្រើនគឺម្នាក់ហ្នឹងក៏ជាមនុស្សមិនសូវល្អដែរមជ្ឈដ្ឋានជុំវិញខ្លួនរបស់យើងជាអ្នកជះឥទ្ធិពលមកលើយើងកាលពីមុនខ្ញុំមិនសូវចាប់អារម្មណ៍ខ្ញុំមិនដឹងថាមនុស្សជុំវិញខ្លួនរបស់យើងមនុស្សដែលយើងដើរជាមួយអាចជះឥទ្ធិពលយ៉ាងខ្លាំងមកលើយើងនោះទេបើខ្ញុំអាចត្រឡប់ទៅក្រោយវិញបានខ្ញុំនឹងសួរខ្លួនឯងថាតើមនុស្សដែលខ្ញុំដើរជាមួយមិត្តភ័ក្តិដែលខ្ញុំមានទាំងប្រមាណហ្នឹងធ្វើឲ្យខ្ញុំខ្លាំងជាងមុនឬក៏ខ្សោយជាងមុនធ្វើឲ្យខ្ញុំប្រកែកជាងមុនចេះជាងមុនធ្វើឲ្យខ្ញុំរីកចម្រើនជាងមុនឬក៏យ៉ាងណាយើងមិនត្រូវការមិត្តភ័ក្តិរាប់សិបឡាននោះទេយើងត្រូវការត្រឹមតែមិត្តភ័ក្តិប្រមាណអ្នកដែលចេះជួយគ្នាចេះជំរុញគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយមិនថាអ្នកទាំងអស់គ្នានៅក្នុងវ័យណាក៏ដោយបើអ្នកទាំងអស់គ្នាមិនពេញចិត្តអំពីរឿងអ្វីម្យ៉ាងអ្នកទាំងអស់គ្នាអាចធ្វើរឿងអីមួយដើម្បីផ្លាស់ប្ដូរនៅក្មេងមិនប្រកាសថាមានពេលវេលាច្រើននោះទេត្រូវប្រើប្រាស់ពេលវេលាឲ្យមានតម្លៃកុំខ្ជះខ្ជាយកុំធ្វើរឿងអីដែលអត់ប្រយោជន៍ដែលអាចបំផ្លាញអនាគតខ្លួនឯងអនាគតរបស់យើងពឹងផ្អែកលើយើងបច្ចុប្បន្នខំប្រឹងឲ្យអស់ពីសមត្ថភាពធ្វើឲ្យខ្លួនឯងមានមោទនភាពខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ